កិច្ចការផ្ទះភាសាខ្មែរថ្នាក់ទី2មេរៀនទី53ការរៀបរាប់អំពីរូបក្លិនពណ៌សម្លេងរសជាតិដល់មេរៀនទី54អាត្នោតគោខ្ញុំអំណាន1ចូលគូភ្ជាប់ដើម្បីបង្កើតបានជាពាក្យត្រឹមត្រូវ2ចូលរកពាក្យផ្ទុយខាងក្រោមដោយគូសញ្ញាគ្រីសក្នុងប្រអប់3ចូលគូភ្ជាប់ពាក្យទៅនឹងន័យរបស់ពាក្យឲ្យបានត្រឹមត្រូវ4ចូលគូភ្ជាប់កន្សោមពាក្យតាមរូបភាពខាងក្រោមឲ្យបានត្រឹមត្រូវ5ចូលគូវងពាក្យដែលរៀបរាប់អំពីរសជាតិសំណេរ6ចូលរកពាក្យន័យដូចនឹងពាក្យមើលឧស្សាហ៍ឲ្យបានត្រឹមត្រូវ7ចូលរៀបរាប់ពីរូបក្លិនពណ៌និងរសជាតិចេកផ្លែប៉ោមផ្លែម្នាស់8ចូលរៀបពាក្យកន្សោមពាក្យខាងក្រោមឲ្យទៅជាល្បះត្រឹមត្រូវ9ចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ10ចូលតែងល្បះនឹងពាក្យទន់ល្មើយក្រអូបក្នុងមួយពាក្យឲ្យបានមួយល្បះ